វិញ្ញាណតាមហៅសុកនិងភិរមបានចំណាយពេលជិត5ម៉ោងក្នុងការបើកបរឆ្លងកាត់ផ្លូវលំដែលហ៊ុំព័ទ្ធដោយព្រៃក្រាស់គោលដៅរបស់ពួកគេគឺផ្ទះឈើបុរាណមួយដែលស្ថិតនៅដាច់ឆ្ងាយពីភូមិឋានអ្នកស្រុកជាប់នឹងមាត់បឹងអន្លង់ខៀវបឹងនេះត្រូវបានគេស្គាល់ថាមានទឹកត្រជាក់ស្រិបនិងមានពណ៌ខៀវងងឹតគួរឲ្យខ្លាចទោះបីជាមេឃស្រឡះយ៉ាងណាក៏ដោយពេលមកដល់មេចាប់ផ្ដើមសន្ថៃរកពេលប្រឡប់ពួកគេត្រូវបានទទួលស្វាគមន៍ដោយតាថនដែលជាអ្នកមើលការខុសត្រូវផ្ទះតាថនមានភ្នែកមកខាងងងឹតនិងមានចរិតស្ងប់ស្ងាត់ខុសធម្មតាមុននឹងប្រគល់សោគាត់បានសម្លឹងមុខអ្នកទាំងពីរចំរួចនិយាយដោយសម្លេងស្អកថាយប់ឡើងបើឮសម្លេងចម្លែកកុំឆ្លើយបើឃើញស្រមោលក្បែរទឹកកុំសម្លឹងហើយអ្វីដែលសំខាន់បំផុតទោះមានរឿងអ្វីក៏ដោយកុំបើកបង្អួតយប់អាត្រេកឲ្យសោះព្រលឹងអ្នកដែលស្លាប់ក្នុងបឹងនេះវាមិនដែលទៅណាឆ្ងាយទេពួកវាស្រេកឃ្លានមិត្តភក្តិណាស់សុកញញឹមទាំងបង្ខំគិតថាវាគ្រាន់តែជារឿងបន្លែភ្ញៀវប៉ុន្តែភិរមមានអារម្មណ៍ថាខ្យល់អាកាសនៅជុំវិញផ្ទះនោះហាក់ដូចជាធ្ងន់និងថប់ដង្ហើមយ៉ាងចម្លែកយប់ដំបូងមកដល់បរិយាកាសស្ងាត់ជ្រុងងំរហូតដល់ឮសំឡេងសត្វល្អិតយំយ៉ាងច្បាស់ក្នុងផ្ទះឈើចាស់នោះមានក្លិនឈើពុកនិងក្លិនឆ្អាបតិចដែលបក់មកពីមាត់បឹងពួកគេទាំងពីរបានរៀបចំកន្លែងគេងក្នុងបន្ទប់ធំមួយដែលមានបង្អួតឈើធំបែរទៅរកមាត់ទឹកប្រហែលម៉ោង11យប់សំឡេងខ្យល់បក់ចាប់ផ្ដើមខ្លាំងឡើងវាមិនមែនជាសំឡេងខ្យល់ធម្មតាទេប៉ុន្តែវាដូចជាសំឡេងមនុស្សថ្ងោរសុកព្យាយាមបិទភ្នែកគេងប៉ុន្តែគេមានអារម្មណ៍ថាដូចជាមានភ្នែករាប់គូកំពុងសម្លឹងមកគេតាមចន្លោះប្រហោងនៃជញ្ជាំងឈើរំលងអាត្រៀតម៉ោងប្រហែល1:13នាទីសំឡេងតុកក៏បន្លឺឡើងវាជាសំឡេងគោះបង្អួតយឺតនិងមានចង្វាក់ច្បាស់សុកភ្ញាក់ឡើងទាំងញើសជោកខ្លួនគេងាកទៅមើលភិរមដែលកំពុងលង់លក់យ៉ាងស្កប់ស្កល់គេព្យាយាមមិនខ្វល់ពីសំឡេងនោះប៉ុន្តែភ្លាមនោះសំឡេងខ្សាប់មួយបានបន្លឺឡើងក្បែរត្រចៀករបស់គេសុកជួយខ្ញុំផងទឹកវាត្រជាក់ណាស់ខ្ញុំរកផ្លូវឡើងវិញមិនឃើញទេសុកញ័រខ្លួនដូចកូនសត្វនោះគឺជាសំឡេងរបស់មីណាមិត្តស្ត្រីរបស់សុកដែលបានលង់ទឹកស្លាប់កាលពី2ឆ្នាំមុនការស្លាប់របស់នាងគឺជាវិបត្តិសារីដ៏ធំសម្រាប់សុកព្រោះគេមិនអាចជួយនាងបាននៅពេលនោះដោយក្តីនឹកនិងអារម្មណ៍វិលសុកហាក់ដូចជាស្ថិតក្នុងមុនសណ្ដាំគេក្រោកឈរឡើងយឺតហាក់ដូចជាមានខ្សែអរូបយាម្យ៉ាងទាញគេឲ្យទៅរកបង្អួចគេទាញគន្លឺបង្អួចបើកខ្វាក់នៅពេលបង្អួចបើកពន្លឺប្រច័ណ្ឌដកស្លេកស្លាំងបានជះមកលើផ្ទៃទឹកបឹងសុកបានឃើញស្រមោលមនុស្សស្រីម្នាក់ក្នុងឈុតពណ៌សដែលគេចាំយ៉ាងច្បាស់ថាជាសម្លៀកបំពាក់ចុងក្រោយដែលមីណាបានលាក់នាងឈរនៅមាត់ទឹកសក់វែងអន្លាយគ្របមុខប៉ុន្តែនាងកំពុងលើកដៃហៅគេមីណាតើនាងពិតមែនទេសុកសួរទាំងសំឡេងញ័រស្រមោលនោះមិនឆ្លើយប៉ុន្តែបានងក់ក្បាលយឺតនិងចាប់ផ្ដើមដាយថយក្រោយចោលទៅក្នុងទឹកបឹងបន្តិចម្ដងភិរមភ្ញាក់ឡើងទាំងភិតភ័យឃើញសុកកំពុងឈរនៅមាត់បង្អួតគេស្ទុះទៅទាញដៃសុកយ៉ាងខ្លាំងសុកលោកឯងធ្វើស្អីនឹងបិទបង្អួយភ្លាមប៉ុន្តែសុកបានងាកទៅមើលភិរមវិញដោយកែវភ្នែកដែលមិនមានវិញ្ញាណភ្នែករបស់គេឡើងពណ៌ស្លេកស្លាំងហើយគេនិយាយដោយសំឡេងស្អកថានាងនៅចាំខ្ញុំត្រូវតែជួយនាងសុករុញភិរមដៅទៅលើកម្រាលឈើរួចស្ទុះលោតចេញតាមបង្អួតសំដៅទៅមាត់បឹងទាំងអាត្រៀតភិរមប្រញាប់រត់ចុះពីលើផ្ទះទាំងត្រដាបត្រដួលដៃកាន់ពាលបញ្ចាំងតាមរកសុកនៅពេលពន្លឺពាលបាញ់ចំមាត់ទឹកគេឃើញសុកកំពុងដើរចូលទៅក្នុងទឹករហូតដល់ត្រឹមទ្រង់សុកឈប់ភ្លាមមើលឲ្យច្បាស់មើលតើវាជាអ្នកណាភិរមស្រែកអស់ពីកម្លាំងកាយនៅពេលនោះភិរមបានបញ្ចាំងពាលទៅចំមីណាដែលសុកឃើញពន្លឺពាលបានបង្ហាញឲ្យឃើញការពិតដ៏រន្ធត់វាមិនមែនជាមីណាទេប៉ុន្តែវាគឺជាសត្វចម្លែកដែលមានរូបរាងដូចមនុស្សស្បែករលួយខ្ទុះភ្នែកលៀនទៅក្រៅហើយមាត់វាធំពេញដោយធ្មេញស្រួយយាបវាគឺជាខ្មោចទឹកដែលកំពុងប្រើវេកមុនបោកឆោតភ្នែករបស់សុកជុំវិញសុកមិនមែនមានតែខ្មោចមួយទេប៉ុន្តែមានដៃឆ្អឹងរាប់សិបកំពុងលេចចេញពីក្នុងភក់ក្រោមទឹកមកផ្អពីជុំសុកចាប់ផ្ដើមដឹងខ្លួនវិញគេស្រែកយំដោយភាពភ័យខ្លាចខ្លាំងបំផុតភិរមជួយខ្ញុំផងពួកវាចាប់ជើងខ្ញុំហើយជួយផងភិរមព្យាយាមរត់ចូលទៅក្នុងទឹកដើម្បីជួយមិត្តភក្តិប៉ុ
ប៉ុន្តែស្រាប់តែតាថនលេចមុខមកពីណាខ្លាំងចាប់ស្មារបស់ភិរមជាប់កុំទៅបើឯងទៅឯងនឹងស្លាប់ទាំងពីរនាក់បឹងនេះទៀមទាជីវិតជារៀងរាល់10ឆ្នាំម្ដងឥឡូវវាបានអ្វីដែលវាចង់បានហើយភិរមមើលទៅមាត់ទឹកទាំងសងវែងសុកត្រូវបានកម្លាំងអរូបយាទាញបាត់ទៅក្នុងទឹកងងឹតស្លុបសំឡេងស្រែករបស់សុកត្រូវបានកាត់ផ្ទាត់ដោយសំឡេងទឹកខ្ពស់ខ្ពស់រួតក៏ស្ងាត់ជ្រងំវិញផ្ទៃទឹកដែលធ្លាប់តែរលកឥឡូវនេះប្រេះជាស្ងប់ដោយកញ្ចក់ព្រឹកឡើងបន្ទាប់ប៉ូលីសនិងអ្នកភូមិបានមកដល់ពួកគេបាននាំគ្នាជួលញាក់មុតទឹកឲ្យលុតទៅរាវរកសាកសពសុកបន្ទាប់ពីស្វែងរកជាច្រើនម៉ោងញាក់មុតទឹកម្នាក់បានឡើងមកវិញដោយទឹកមុខស្លេកស្លាំងនិងប្រាប់ថាខ្ញុំមិនអាចយកសាកសពឡើងមកបានទេនៅបាតបឹងក្បែរសសរផ្ទះនោះមានសាកសពរាប់សិបត្រូវបានចងភ្ជាប់គ្នាដោយវល់ទឹកសាកសពរបស់សុកកំពុងអង្គុយនៅទីនោះភ្នែករបស់គេបើកធំសម្លឹងមកលើហើយដៃរបស់គេត្រូវបានចងភ្ជាប់ទៅមួយសាកសពចាស់ដទៃទៀតតាថនបាត់បង់នៅមាននរណាទាំងពីយប់នោះទៅភិរមត្រូវបានប៉ូលីសនាំខ្លួនចេញពីទីនោះប៉ុន្តែរាល់ពេលដែលគេបិទភ្នែកឬនៅក្បែរទឹកគេតែងតែឮសំឡេងខ្សឹបរបស់សុកតាមហៅជានិច្ចភិរមជួយខ្ញុំផងនៅទីនេះត្រជាក់ណាស់ឆាប់មកជួបគ្នាវិញណាតាំងពីពេលនោះមកផ្ទះឈើមាត់បឹងនោះត្រូវបានគេបោះបង់ចោលប៉ុន្តែអ្នកភូមិតែងតែឃើញពន្លឺពាលភ្លឹបភ្លែតនៅតាមបង្អួតនិងឮសំឡេងគាស់បង្អួតតុកជារៀងរាល់យប់អាធ្រាត្រ